បិទអ៊ីនធឺណិតបិទប្រព័ន្ធអីហ្នឹងគឺចាប់ផ្ដើមមានការរអាក់រអួលច្រើនដែរដែលថាធីរីចាប់ផ្ដើមទេទៅម្ដាយពិបាកមែនតើខ្ញុំនិយាយថាពីមុនអត់មានលុយទេដល់ពេលខ្ញុំដាក់លុយចូលទៅក្នុងប្រព័ន្ធទូរស័ព្ទនេះទៅគាត់ចាប់បានទេបានហើយទៅក៏មិនអាចមានដូចថាលើកទៅក៏តែមិនលឺសំឡេងឬអីអញ្ចឹងទៅលឺតែទឹកហូរឈូឆរឬក៏អាចថាជាសំឡេងខ្យល់អីអញ្ចឹងអ្វីដែលធីរីបានប្រាប់ខ្ញុំណាហើយឥឡូវនេះនៅពេលដែលក្រោយមកទៀតក៏ព្យាយាមទៅទៀតកាន់តែអត់សង្ឃឹមទៅដោយសារអីជាពិសេសក្រោយថ្ងៃ23ខែមិថុនាមកហ្នឹងគឺខាងរដ្ឋាភិបាលថៃចាប់ផ្ដើមផ្ដាច់ប្រព័ន្ធទូរស័ព្ទប្រព័ន្ធអ៊ីនធឺណិតអីហ្នឹងទាំងស្រុងតែម្ដងពីថៃមកហើយខ្ញុំជឿថាយុទ្ធនាការរបស់ប្រទេសថៃនៅក្នុងការផ្ដាច់នេះគឺគេថាដើម្បីអីទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែនលក្ខនឹងលក្ខអីចឹងទៅប៉ុន្តែវាអាចជាការតបទៅនឹងអ្វីដែលជាវិធានការរបស់រដ្ឋាភិបាលកម្ពុជាឬក៏ជាវិធានការដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាឲ្យចូលតុចរចាឬក៏ដករឿង ICJ អីក៏តែមិនដឹងដែរព្រោះអីមើលទៅថៃមិនមានរឿងអីដែលត្រូវមកកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតឬក៏អីអគ្គិសនីអីមកប្រទេសកម្ពុជាទេព្រោះអីរឿងចំនួនព្រំដែនវាជារឿងព្រំដែនរឿងបច្ចេកទេសហេតុអីបានជាយើងមកផ្ដាច់ភ្លើងផ្ដាច់ទឹកប៉ុន្តែថៃយល់លេសថាដោយសារតែទប់ស្កាត់អត់ក្រិតកម្មឆ្លងដែនអីអញ្ចឹងទៅដូច្នេះពេលណាក៏អត់ព្រមអនុវត្តវិធានការនឹងឲ្យថាតឹងរឹងតែពេលតែកំពុងតែឆេះភ្លើងគាត់ចាប់ផ្ដើមយកសាំងមកដុតដែរដូច្នេះវារៀងដូចថាពេលខ្លះហ្នឹងគឺមើលឃើញអំពីភាពផ្ដេសផ្ដាស់របស់ថៃហ្នឹងក៏ច្រើនដែរដូចឆ្លៀតឱកាសដែលថាពេលដែលកំពុងតែមានបញ្ហារឿងដោះស្រាយបាននៅពេលណាផ្សេងក៏មិនដោះស្រាយយកមកទម្លាក់នៅក្នុងពេលហ្នឹងហើយដូចថាថែមរហូតថែមរឿងឲ្យកាន់តែក្តៅទៅដែរដូច្នេះដូចថាខូចអញ្ចឹងយើងអត់ពិបាកនឹងទុកចិត្តមែនតើខាងខ្មែរយើងហ្នឹងក៏ចាប់ផ្ដើមធ្វើរឿងដែលគេមិនទាន់បិទផងអាអ៊ីនធឺណិតហ្នឹងគាត់តែលឺជ្រំជើបរំជួលព័ត៌មានណាហ្នឹងយើងហ្នឹងក៏ស្ទុះទៅបិទរបស់គេមុនអញ្ចឹងទៅដើម្បីឲ្យយើងនឹងមានភាពខៃរ៉ៃវាខៃរ៉ៃអញ្ចឹងហើយក៏ប៉ុន្តែវាដូចថាសុទ្ធតែនាំគ្នាយកទូលសាំងហើយនឹងភ្លើងនឹងយកឲ្យណាព្រៀងកាតនឹងយកទៅចាក់ទៅលើអាសាំងដែលមានស្រាភ្លើងដែលកំពុងឆេះដែរតែខ្ញុំមិនថាអារឿងព្រំដែនគេដោះស្រាយប៉ុន្តែទៅឡើយមកប៉ះពាល់អីដល់លឹមធីរីបងប្អូនចេះអាចចង់សួរថាចុះរឿងលឹមធីរីម្នាក់ហ្នឹងរឿងប្រទេសជាតិគេប៉ុណ្ណាណីក៏មិនទៅឈឺក្បាលអីចឹងណាអាចអញ្ចឹងដែរណាបងប្អូនអាចចោទសួរចឹងប៉ុន្តែខ្ញុំចង់និយាយថាបញ្ហាតាក់ទងរបស់លឹមធីរីទៅគ្រួសារហ្នឹងគឺឥឡូវនេះគឺមិនអាចតាក់ទងគ្នាបានទេហើយខ្ញុំបានដាក់ប្រាក់ដាក់អីចូលទៅក្នុងប្រព័ន្ធទូរស័ព្ទហ្នឹងបានឲ្យធីរីសាក់លបងហើយប៉ុន្តែមានប្រាក់នៅក្នុងទូរស័ព្ទតែគាត់មិនអាចទេទៅគាត់ទេទៅអត់មានអ្នកលើកដោយសារតែភាពរអាក់រអួលផ្នែកប្រព័ន្ធទូរស័ព្ទហើយខ្ញុំនៅតែសន្និដ្ឋានថាបើបញ្ហាអ៊ីនធឺណិតបញ្ហាទូរស័ព្ទជាមួយនឹងភាគីថៃកម្ពុជានឹងមិនដោះស្រាយអាចធីរីមិនអាចតាក់ទងទៅម្ដាយឬក្រុមគ្រួសារគាត់បានជារៀងរហូតឬក៏មិនដឹងហើយបើសិនជាមានបញ្ហាបែបហ្នឹងនៅតែមិនអាចដោះស្រាយបានទេខ្ញុំប្រហែលវិលទៅរកវិធីដែលជួយសម្របសម្រួលគាត់តាមរយៈគាត់ទេមកខ្ញុំធីរីទេមកខ្ញុំចឹងទៅហើយខ្ញុំទូរស័ព្ទតាមប្រព័ន្ធ Messenger Facebook អីដើម្បីភ្ជាប់ទំនាក់ទំនងគាត់ក៏ថាបានឬក៏វិធីរបៀបធីរីទេមកខ្ញុំផ្ដាំផ្ញើអីចឹងទៅហើយខ្ញុំផ្ដាំផ្ញើទៅនៅមីនីឬក៏ធីរ៉ាវិញតាមរយៈ Facebook អីចឹងទៅព្រោះឆ្លើយឆ្លងគ្នាចឹងក៏បានដែរព្រោះការតាក់ទងគ្នានេះគឺគាត់ធ្វើជាប្រចាំសឹងតែរាល់ថ្ងៃដែរចឹងបងប្អូនធីរីគាត់បានដឹងរឿងនៅខាងក្រៅច្រើនសូម្បីតែចំនួនព្រំដែនក៏ធីរីបានដឹងរឿងច្រើនដោយសារតែខ្ញុំពេលដែលគាត់ទេមកខ្ញុំក៏ប្រហែលប្រាប់គាត់ខ្លះៗដែរមិនមែនចង់ឲ្យដឹងពីស្រុកខ្មែរស្រុកថៃឆ្លោះគ្នាទេព្រោះថាអាចអាទូរស័ព្ទហ្នឹងគឺមកពីរឿងបិទអ៊ីនធឺណិតទូរស័ព្ទហ្នឹងវាតាក់ទងគ្នាអញ្ចឹងបានតែខ្ញុំប្រាប់គាត់ជំរាបប្រាប់គាត់ថាអាចមានរឿងនឹងកើតឡើងអញ្ចឹងទៅហើយគាត់ក៏បានយល់រឿងនឹងច្រើនហើយខ្ញុំចង់ជំរាបជូនបងប្អូនទៀតថាការដែលធីរីអាចទេមកខ្ញុំបានមិនមែនដោយសារតែធីរីមានលុយនៅក្នុងទូរស័ព្ទទេព្រោះអាលុយដែលបងប្អូនថាលួចដាក់ឲ្យគាត់$100ហ្នឹងវាអស់យូរហើយប៉ុន្តែដើម្បីទទួលទូរស័ព្ទធីរីបានគឺខ្ញុំអាចដាក់លុយនៅក្នុងទូរស័ព្ទសម្រាប់លេខខ្ញុំដែលគាត់ទេមកហ្នឹងគឺគាត់អត់អស់ប្រាក់ទេអញ្ចឹងខ្ញុំដាក់លុយជាប្រចាំទៅដើម្បីទទួលបានដែរហើយនេះគឺក៏ជាការជួយបើគាត់ទេទៅនរណាអត់បានយ៉ាងហោចណាស់គាត់ទេមកខ្ញុំបានដើម្បីទីមួយក៏គាត់ចង់ដឹងពីសំណុំរឿងរបស់គាត់ដែលខ្ញុំនឹងបញ្យល់លម្អិតតទៅទៀតហើយធីរីក៏ហើយពេលដែលខ្ញុំចង់បញ្យល់លម្អិតជូនបងប្អូននោះវាមានដំណឹងដែលល្អដំណឹងដែលមិនសូវជាល្អប្រហែលដែរទេហើយតែបងប្អូនគួរតែបានដឹងតាក់ទងរឿងសំណុំរឿងគាត់នេះដែរអញ្ចឹងការតាក់ទងគ្នារវាងធីរីនិងខ្ញុំតាមរយៈទូរស័ព្ទហ្នឹងគឺខ្ញុំបើកទទួលដោយអត់មានងាករេនៅក្នុងការអល់ឯកនៅក្នុងការឲ្យគាត់និយាយដើម្បីគាត់សួរនាំអំពីរឿងច្បាប់រឿងសំណុំរឿងគាត់រឿងប្តឹងផ្ដាល់រឿងអីយ៉ាងម៉េចហ្នឹងព្រោះគាត់ម្នាក់ឯងសុទ្ធសាធអត់មានគ្នាអត់មានអីទាំងអស់និយាយទៅគ្មានទីពឹងអីទាំងអស់តែអញ្ចឹងទៅខ្ញុំវាមានកាតព្វកិច្ចផ្នែកសិលធម៌ណាបងប្អូនតាមពិតជាប់កាតព្វកិច្ចផ្នែកសិលធម៌មួយនៅក្នុងការដែលថាជួយថាឈឺឆ្អាលរឿងគាត់ពីដើមទីមកហើយនៅតែបន្តរឿងហ្នឹងតរហូតទៅ
ហើយខ្ញុំសូមបើកវងកញ្ចក់បន្តិចទៀតដែរក្រុមគ្រួសាររបស់គាត់បើថាខ្វះខាតហ្នឹងក៏នឹករលឹកហើយចង់ផ្គត់ផ្គង់ឲ្យធីរីដើម្បីគាត់អាចទីមួយមានលុយកាក់ខ្លួនឯងចាយតិចតួចទៅដើម្បីទិញម្ហូបអាហារនៅក្នុងពន្ធនាគារបន្ថែមពន្ធនាគារគេមានអាហារជូនគាត់ហើយក៏ប៉ុន្តែពេលខ្លះវាមិនមែនជាអាហារដូចថាដូចបងប្អូនសពថ្ងៃអញ្ចឹងថាដែលយើងញ៉ាំរាល់ថ្ងៃទៅយូរចង់ទៅខាងក្រៅញ៉ាំអាហារអីឲ្យប្លែកមាត់ម្ដងម្កាលអីអញ្ចឹងទៅអានេះក្រុមគ្រួសារគាត់មានសមានចិត្តអញ្ចឹងគាត់ផ្ញើប្រាក់បាទក៏ថ្មីនេះគាត់ផ្ញើប្រាក់តាមប្រព័ន្ធផ្ញើប្រាក់មួយដែលជាប្រព័ន្ធរបៀបក្រៅផ្លូវការយ៉ាងម៉េចគាត់នេះគាត់ចេះរកនឹកឃើញហើយខ្ញុំគិតថាប្រព័ន្ធនេះក៏មើលទៅដូចជាស្រួលដែរគឺគាត់ផ្ញើពីខ្មែរមកអញ្ចឹងទៅមានកន្លែងគេទទួលនៅទីក្រុងឡុងប៊ិចនេះដែលវានៅជិតខ្ញុំអញ្ចឹងទៅហើយខ្ញុំទៅយកប្រាក់ហ្នឹងមកទៅដើម្បីយកមកដាក់នៅក្នុងប្រព័ន្ធទិន្នន័យថាកុងសម្រាប់ពន្ធនាគាររបស់ធីរីហ្នឹងទៅដើម្បីឲ្យធីរីមានប្រាក់ដើម្បីយកទៅទិញអាហារឬក៏របស់របរប្រើប្រាស់អីមួយចំនួនជាការចាំបាច់សម្រាប់នៅក្នុងពន្ធនាគារអីចឹងណាហើយថ្ងៃមុនគាត់បានផ្ញើប្រាក់ចំនួន$300$300ហ្នឹងគឺគាត់ផ្ញើដើម្បីឲ្យធីរីហ្នឹងគាត់ថាគាត់សន្សំព្រោះអីណាមីងនេះគាត់ប្រាប់ថាគាត់ធ្វើការក៏លំបាកដែរមិនសូវជាបានលុយបានកាក់ឯប៉ុន្តែគាត់អាណិតកូនស្រឡាញ់កូនខ្លាចដូចថាខ្វះខាតដូចអត់មានប្រាក់អីសម្រាប់ដាក់ទូរស័ព្ទឬក៏សម្រាប់ប្រើប្រាស់អីសម្រាប់សេចក្តីត្រូវការហើយណាមួយគាត់ស្រឡាញ់កូនខ្លាំងអញ្ចឹងគាត់ចង់ឲ្យមានចំណែកគាត់ខ្លះដែរខ្ញុំជម្រាបពួកគាត់ដែរថាបងប្អូនយើងសហគមន៍ចង់ជួយធីរីច្រើនដែរគ្រាន់ថាអត់ទាន់បានប្រកាសដើម្បីជួយព្រោះចង់ឲ្យជួយតាក់ទងនឹងរឿងនេះតាក់ទងនឹងរឿងមេធាវីជួលមេធាវីអីច្រើនជាងព្រោះអាការត្រូវការជាក់ស្ដែងប្រចាំថ្ងៃដូចជាមិនច្រើនទេវាតិចតួចដែរដូច្នេះខ្ញុំអត់ដែរប្រកាសដើម្បីឲ្យបងប្អូនបរិច្ចាគអីចឹងទេប៉ុន្តែមកឃើញដល់ពេលដែលណាមីងនេះគាត់ផ្ញើលុយមកហ្នឹងគឺបងប្អូនខ្មែរយើងគាត់មានសមានចិត្តច្រើនផ្ញើ300មកមិនយកលុយថ្លៃផ្ញើហ្នឹងហើយម្ចាស់ដែលបញ្ញើហ្នឹងគាត់បានជូនលុយ$100ថែមទៀតទៅឲ្យធីរីក៏ពេលតែឃើញខ្ញុំទៅយកប្រាក់ហ្នឹងគឺគាត់បានថាងជួយថែម$100ខ្ញុំថាសមានចិត្តនេះគឺប្រពៃណាស់ហើយខ្ញុំក៏បានប្រាប់ទៅណាមីងនេះក៏បានប្រាប់ទៅធីរីគ្នាក៏បានអរគុណទៅម្ចាស់នឹងខ្ញុំមិនបានអរគុណគាត់ដោយផ្ទាល់ទេប៉ុន្តែពេលនេះបើសិនជាបងស្រីណាមីងម្ចាស់ដែលផ្ទេរលុយពីស្រុកខ្មែរមកអាមេរិកនេះហើយជួយនេះបានលឺនេះគឺសូមទទួលយកនៅពរសពសាធុការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅស្មោះអស់ពីដួងចិត្តរបស់ក្រុមគ្រួសារធីរីហើយនិងម្ដាយធីរីផ្ទាល់ចំពោះសមានចិត្តនេះគឺវាមានន័យថ្លៃថ្លាបំផុតចំពោះក្រុមគ្រួសារគាត់នេះអ្វីដែលគាត់បានជម្រាបមកហើយដឹងគុណបងប្អូនយើងដែលឈឺឆ្អាលចង់ជួយគាត់មានតែភាពរំភើបដែលថាគេមិនបោះបង់ចោលពួកគាត់អីអញ្ចឹងណាបាទឥឡូវយើងវិលមកវិញគឺដូចខ្ញុំជម្រាបអញ្ចឹងថាធីរីតាក់ទងមកខ្ញុំជាប្រចាំខ្ញុំមិនចំពោះថាខ្ញុំរវល់ពេលខ្ញុំជឿថាខ្ញុំធ្វើការមួយថ្ងៃ9ម៉ោងតែខ្ញុំក៏បានទុកឱកាសឲ្យគាត់អាចទូរស័ព្ទរបស់ខ្ញុំបាននៅក្នុងពេលខ្ញុំទទួលទានអាហារថ្ងៃត្រង់គឺម៉ោង12ពេលខ្លះទៅហាត់ប្រាណអីហ្នឹងក៏លើកទូរស័ព្ទគាត់ដែរព្រោះអីក៏អត់មានពេលណាដែលអាចទេមកខ្ញុំបានអញ្ចឹងទៅហើយគាត់អាចទេមកខ្ញុំបានរាល់ថ្ងៃនេះហើយដែលធ្វើឲ្យខ្ញុំអាចយល់អំពីបញ្ហារបស់គាត់ហើយគាត់យល់អំពីអ្វីនៅខាងក្រៅឥឡូវខ្ញុំចូលដល់សាច់រឿងធំតាក់ទងនឹងរឿងសំណុំរឿងរបស់គាត់វិញម្ដងបងប្អូនវាដល់ណាហើយបើយើងគិតមើលចុងខែ5វាចប់នីតិវិធីជូនដំណឹងអំពីបណ្ដឹងឧទ្ធរប្តឹងទៅនឹងដីការបស់តុលាការដែលផ្ដន្ទាទោសគាត់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតចឹងតុលាការទុកពេលឲ្យ30ថ្ងៃឥឡូវនេះ30ថ្ងៃនោះគឺបានផុតទៅហើយប៉ុន្តែធីរីបានជូនដំណឹងនេះទៅតុលាការតាមរយៈមេធាវីរបស់គាត់រួចទៅហើយអ្វីដែលគាត់ច្បាស់គឺគ្រាន់តែថាគាត់បានប្រាប់ទៅមេធាវីរបស់គាត់ហើយមេធាវីរបស់គាត់ប្រាប់ថាបានជូនដំណឹងទៅតុលាការរួចរាល់អស់ហើយអានេះគឺជាអ្វីដែលគាត់ប្រាប់មកខ្ញុំប៉ុន្តែឥឡូវតាំងពីថ្ងៃហ្នឹងមកដល់ពេលនេះថ្ងៃទី28 29 30បាត់ទៅហើយបងប្អូនគឺមួយខែបានរំលងផុតទៅហើយទៀតទៅហើយតើរឿងនេះយ៉ាងម៉េចបើខ្ញុំនិយាយមិញថាមានដំណឹងល្អនិងដំណឹងមិនសូវល្អដំណឹងល្អគឺធីរីមានស្ថានភាពផ្លូវចិត្តប្រសើរច្រើនដោយសារតែគាត់អាចតាក់ទងមកខ្ញុំបានដើម្បីឲ្យខ្ញុំពំនាំសារនឹងទៅក្រុមគ្រួសារហើយជាពិសេសគឺដើមពេលដែលបងប្អូនដាក់លុយឲ្យគាត់$100ពីខាងដើមហ្នឹងគឺគាត់បានទេទៅក្រុមគ្រួសារគាត់បានញឹកញាប់នឹងបានជជែកគ្នាក៏បានច្រើនហើយទៅរឿងនេះហើយដែលធ្វើឲ្យគាត់មានការធូរផ្នែកផ្លូវចិត្តច្រើនគាត់ដឹងថា
គ្រួសារគាត់យ៉ាងម៉េចគ្រួសារគាត់ដឹងសុខទុក្ខគាត់យ៉ាងម៉េចហ្នឹងគឺជាការជួយផ្លូវចិត្តគាត់ច្រើនណាស់ព្រោះអីមុននឹងបន្តិចហ្នឹងបងប្អូនចាំហើយគឺធីរីចាប់ផ្ដើមមានបញ្ហាដោយសារតែសោះអង្គើយមិនជជែកអីច្រើនទៀតដោយសារតែបញ្ហាផ្លូវចិត្តចង់រើឡើងវិញអញ្ចឹងណាប៉ុន្តែឥឡូវនេះបើតាមខ្ញុំជជែកជាមួយធីរីស្ថានភាពផ្លូវចិត្តរបស់គាត់ដូចជាមានភាពនឹងនច្រើនជាងមុនឆ្ងាយណាស់ឆ្ងាយរហូតដល់ថាគាត់ចាប់ផ្ដើមអាចនិយាយលេងជាមួយយើងបានដូចថាគាត់សើចគាត់ដូចថានិយាយរបៀបដូចធម្មតានៅក្នុងជីវភាពប្រចាំថ្ងៃអញ្ចឹងណាហើយខ្ញុំក៏រីករាយជំនួសគ្រួសារគាត់ដែរដោយសារតែអឺពេលដែលគាត់និយាយមកហ្នឹងគឺគាត់ស្ដាប់គាត់យល់គាត់អាចនឹងប្រាប់យើងអំពីបញ្ហាដែលគាត់មានគាត់អាចប្រាប់អំពីរឿងសំណុំរឿងគាត់នឹងយ៉ាងម៉េចទៅហើយគាត់អាចធ្វើអីបានទៀតគាត់គួរតាក់ទងមេធាវីយ៉ាងម៉េចអ្នកណាជួយគាត់បានអីតទៅទៀតដែរទេរឿងហ្នឹងគឺគេជួយបន្តឬក៏យ៉ាងម៉េចទៅហើយឬស្ងាត់ឈឹងអីអញ្ចឹងណាបងប្អូនបាទវិលមកវិញគឺរឿងដែលល្អហ្នឹងគឺរឿងតំណែងគាត់ជាមួយក្រុមគ្រួសាររឿងសុខភាពរបស់ផ្លូវចិត្តរបស់គាត់គ្រាន់បើគាត់បានទទួលឥឡូវនេះប្រាក់ដែលម្ដាយគាត់ផ្ញើមកហ្នឹងគឺខ្ញុំបានដាក់នៅក្នុងកុងធនាគារកណនីពន្ធនាគាររបស់គាត់នៅក្នុងគេហៅថា commissary ហ្នឹងគឺសម្រាប់គាត់យកទៅទុកទិញម្ហូបទិញរបស់របរអីតិចតួចប្រើប្រាស់ប៉ុន្តែធីរីគាត់បានសុំអង្វរថាដាក់តិចបានហើយត្រឹម$20អីទៅឲ្យទុកលុយខ្លះទៅឥឡូវនេះខ្ញុំខ្លាយទៅជាកណន័យទៀតនៅក្នុងការដែលរឿង100ចំពោះរបស់ខ្ញុំប៉ុន្តែឥឡូវគ្រប់គ្រងលុយធីរីទៀតហើយធីរីនិងម្ដាយធីរីនឹងថាអាលុយដែលចំណាយរបស់ខ្ញុំអស់ប្រមាណហ្នឹងគាត់សុំឲ្យកាត់លុយនឹងយកទៅដើម្បីគាត់ខ្លាចចិត្តខ្លាចអីចឹងទៀតហើយខ្ញុំថាមិនអីទេព្រោះអីលុយគាត់តិចតួចអីអញ្ចឹងចិត្តតែចង់ទុកផ្គត់ផ្គង់ឲ្យធីរីបានចាយបានអីប្រើប្រាស់ទៅហើយខ្ញុំក៏បានប្រាប់ណាមីនេះដែរថាបើសិនជាធីរីត្រូវការឲ្យដាក់លុយម្ដង$20មួយអាទិត្យអី$20ចូលទៅក្នុងកណនីម្ហូបអាហារដែលគាត់អាចទិញបានថែមនៅពន្ធនាគារខ្ញុំថាលុយដែលណាមីនេះផ្ញើ300ប្រហែលជាអាចដកដាច់ឆ្នាំគាត់តែមិនអស់អីអញ្ចឹងណាឬក៏អាចតទៅទៀតព្រោះអីធីរីមើលទៅគាត់សន្សំសំចៃដែរព្រោះដោយសារតែស្ថានភាពខ្វះខាតអីអញ្ចឹងដឹងម្ដាយខ្វះខាតដឹងអីអញ្ចឹងដែរគាត់ក៏ត្បិតត្បៀតអីដែរក្បិតក្បៀតហ្នឹងគឺចង់និយាយថាគាត់ក៏យល់អំពីបញ្ហាលំបាកនៅខាងក្រៅអីអញ្ចឹងណាឥឡូវរឿងសំណុំរឿងរបស់គាត់អឺដំណឹងដែលមិនសូវល្អហ្នឹងគឺរហូតមកដល់ពេលនេះអង្គការមួយដែលខ្ញុំបានតាក់ទងគាត់នៅឯបរិយាញូវយ៉កហ្នឹងគឺប្រហែលជាគាត់រវល់ក៏ខ្លាំងសម្បើមតាក់ទងនឹងរឿងអន្តោប្រវេសន៍នឹងច្រើនដែរបងប្អូនដឹងហើយគឺយុទ្ធនាការលោកត្រាំចាប់មនុស្សបញ្ជូនទៅប្រទេសដើមកំណើតវិញនឹងវាច្រើនពេកហើយអង្គការគាត់មិនមែនធ្វើមួយមុខសម្រាប់តែស្ត្រីមានវិបត្តិឬក៏សម្រាប់ជួយក្នុងករណីរកមេធាវីឲ្យជនរងគ្រោះនៃអំពើហិង្សាអីមួយតាក់ទងនឹងរឿងក្តីក្តាមនៅតុលាការហ្នឹងទេគឺគាត់ជួយរឿងច្រើនដែរដូច្នេះខ្ញុំយល់អំពីបញ្ហាដែលគាត់រវល់ប៉ុន្តែរយៈពេលមួយរយៈចុងក្រោយនេះគឺការតាក់ទងខ្ញុំជាមួយនឹងអង្គការនេះហាក់បីដូចជាឆក់ល្វែងច្រើនមែនតើដោយសារតែយើងមិនអាចតាក់ទងគ្នាបានឲ្យស្អិតល្មួតដូចលើកមុនដោយសារតែអាចគាត់រវល់ហើយដោយសារតែរឿងនេះគឺពេលដែលគាត់ចាប់ផ្ដើមធ្វើយុទ្ធនាការអីគាត់មានសេចក្តីថ្លែងការណ៍អីហើយប៉ុន្តែឥឡូវនេះយើងដាច់ខ្សែមិនថាដាច់ខ្សែរយៈទេគឺដូចជារបៀបឆក់ល្វែងច្រើនហើយខ្ញុំព្យាយាមតាក់ទងច្រើនលើកច្រើនគ្រាក៏ប៉ុន្តែមិនបានលឿនរលូនដូចលើកមុនសោះអានេះគឺជាក្តីកង្វល់របស់ខ្ញុំដែរហើយក្តីកង្វល់នេះគឺខ្ញុំនិយាយបែបនេះគឺចង់ជម្រាបជូនបងប្អូនថាបងប្អូនដែលកំពុងតែដុតដៃដុតជើងរឿងនេះចង់ជួយករណីធីរីដើម្បីឲ្យមានមេធាវីដើម្បីអីនេះហើយបងប្អូនកំពុងតែធ្វើស្រាប់នឹងតាក់ទងមកខ្ញុំផងដើម្បីជួយបន្ថែមការងារនេះទៀតដើម្បីកុំឲ្យថាវាយឺតយ៉ាវបងប្អូនព្រោះឥឡូវ2ខែដែរហើយខ្ញុំក៏មែនតើក៏មានការលំបាកចិត្តដែរត្រង់ថា2ខែហើយមិនទាន់ឃើញមានបានត្រៀមស្អីច្រើនសោះហើយតើរឿងនេះវានឹងទៅជាយ៉ាងណាឥឡូវខ្ញុំនិយាយពីរឿងអង្គការដែលសន្យាថាជួយនឹងខ្ញុំជឿថាពួកគាត់នៅតែមានសមត្ថចិត្តទៅជួយក៏តែអាចថាពួកគាត់រវល់ខ្លាំងអីចឹងទៅរៀងដូចជាឆក់ល្វែងឬក៏រង្វើលនៅក្នុងការដែលតាក់ទងគាត់ឲ្យបានលឿនខ្ញុំមិនចោលការតាក់ទងទេខ្ញុំសរសេរអ៊ីមែលទៅរាល់តែសប្តាហ៍ហើយមិនមែនសរសេរអ៊ីមែលទៅតែអង្គការមួយនេះទេគឺខ្ញុំសរសេរអ៊ីមែលទៅមេធាវីរបស់ធីរីដែលមេធាវីដែលធ្លាប់ការពារក្តីគាត់នៅសាលាដំបងហ្នឹងគឺសរសេរអ៊ីមែលផងសារទូរស័ព្ទផងឡើងរិចហើយប៉ុន្តែគួរឲ្យចម្លែកមែនតើមេធាវីនេះគឺអត់ឆ្លើយតបលឿនដោយកាលពីដំបងទេឥឡូវនេះនិយាយទៅដំបងហ្នឹងគឺចង់និយាយថាដំបងកាលទៅខ្ញុំទៅបកប្រែនៅក្នុងរឿងក្តីនេះខ្ញុំធ្លាប់ជួបគាត់ម្ដងក្រោយចេញសាលក្រមសម្រាប់ឲ្យកាត់ក្តីធីរីជាប់ពន្ធនាគារអស់មួយជីវិតហ្នឹងគឺខ្ញុំបានជួបគាត់តែម្ដងគត់បាទខ្ញុំនិយាយ
ប្រាប់កិច្ចការងារមួយចំនួនប៉ុន្តែក្រោយមកហ្នឹងគឺខ្ញុំអត់ដែលអាចតាក់ទងគាត់បានខ្ញុំសរសេរអ៊ីមែលទៅក៏គាត់មិនឆ្លើយខ្ញុំផ្ញើសារតាមទូរស័ព្ទទៅក៏គាត់មិនឆ្លើយឥឡូវនេះគឺដល់ពេលធីរីម្ដងខ្ញុំក៏បានធីរីក៏បានប្រាប់ថាគាត់ក៏ព្យាយាមទូរស័ព្ទចេញពីពន្ធនាគារទៅមេធាវីក៏មេធាវីមិនលើកច្រើនគ្រាមែនតើហើយចុងក្រោយនេះគឺខ្ញុំបានជជែកជាមួយធីរីថាគួរតែសរសេរលិខិតទៅម្ដងមើលក្រែងលោកក៏គាត់អាចទទួលឥឡូវធីរីក៏បានសរសេរលិខិតទៅមេធាវីនឹងទៀតប្រហែលថ្ងៃមុនហ្នឹងដើម្បីឲ្យអស់ចិត្តថាតើមេធាវីអាចប្រាប់គាត់មើលតើរឿងហ្នឹងវាដល់ណាព្រោះអីកូនក្តីត្រូវការដឹងរឿងប៉ុន្តែមកដល់ពេលនេះក៏អត់ទាន់បានដឹងរឿងអីច្រើនពីមេធាវីហើយអង្គការដែលថាជួយហ្នឹងគាត់ថាមិនទាន់អាចនឹងជួយអីបានច្រើនលឿនតាមដែលអាចធ្វើទៅបានហើយពេលវេលាកាន់តែរំកិលមួយខែបាត់ស្ងាត់ឈឹងតទៅទៀតហើយដូច្នេះរឿងនេះឯងដែលខ្ញុំនិយាយថាដំណឹងដែលមិនសូវជាល្អប្រហែលប៉ុន្តែនៅក្នុងពេលដែលខ្ញុំជម្រាបជូនបងប្អូននេះមិនមែនបានន័យថាយើងភ្លេចសំណុំរឿងគាត់ទេគឺយើងនៅតែតាក់ទងយើងនៅតែរកវិធីដោះស្រាយជាប្រចាំគាត់ថាខ្ញុំអត់បានផ្សាយជូនបងប្អូនញឹកញាប់ដោយសារតែរវល់កិច្ចការអីផ្សេង100ចម្ពោះផ្សេងទៀតអញ្ចឹងណាបងប្អូនប៉ុន្តែរឿងនេះខ្ញុំនៅតែតាក់ទងហើយខ្ញុំក៏បានគ្រោងនឹងសរសេរលិខិតម្ដងដើម្បីផ្ញើជូនទៅស្ថាប័នមេធាវីរបស់ធីរីចាស់ហ្នឹងថាតើយ៉ាងម៉េចគាត់បន្តក្តីនឹងជួយធីរីទៀតឬក៏គាត់ឈប់ទៅហើយឬក៏យ៉ាងម៉េចឲ្យប្រកាសហើយបើសិនជាតក្តីហ្នឹងតើធ្វើយ៉ាងម៉េចដើម្បីអាចតាក់ទងជាមួយធីរីឲ្យធីរីនិយាយពីអង្គហេតុដែលត្រូវជម្រាបប្រាប់រឿងសាកសីរឿងអីអញ្ចឹងណាព្រោះរឿងនៅនីតិវិធីច្រើនណាប៉ុន្តែអត់ទាន់បានចាប់ផ្ដើមធ្វើរឿងនេះទេហើយរឿងនេះហើយដែលជាក្តីកង្វល់មិនមែនតែសម្រាប់តែយើងជាអ្នកស្ដាប់យើងជាអ្នកតាមដានទេគឺធីរីខ្លួនឯងក៏គាត់បារម្ភដែរហើយគ្រួសារធីរីក៏បារម្ភរឿងហ្នឹងដែរព្រោះតែស្ងាត់ទៅខ្លាចគេលែងយកចិត្តទុកដាក់ហើយខ្ញុំយល់ពីអារម្មណ៍នឹងដែរព្រោះអីយើងខំប្រឹងជួយគាត់តាំងពីដើមរៀងមកស្ទើរតែបំដល់ឥឡូវស្ទើរតែស្ងាត់ឈឹងអញ្ចឹងណាបងប្អូនតែមិនស្ងាត់ទេកំពុងប្រឹងគាត់ថាវាមិនបានលឿនដូចចិត្តទេបងប្អូនមិនដែលភ្លេចពីរឿងនេះទេហើយយើងធ្វើតាមដំណាក់កាលម្ដងហើយខ្ញុំម្ដងមួយហើយខ្ញុំក៏នឹងបានសន្យាឲ្យថានឹងសរសេរលិខិតទៅមេធាវីធីរីចាស់ហ្នឹងដើម្បីឲ្យមានការតាក់ទងគ្នាហើយនឹងយល់បន្តទៅហើយដូចខ្ញុំជម្រាបអញ្ចឹងបងប្អូនដែលឮព័ត៌មាននេះហើយចង់លូកដៃចូលក្នុងការជួយរឿងរកមេធាវីរឿងតាក់ទងអីហ្នឹងសូមបន្តប្រឹងប្រែងបន្តទៅទៀតជួយក្រុមគ្រួសារធីរីពិតជាដឹងគុណបងប្អូនយ៉ាងសម្បើមណាស់ព្រោះអីក៏អត់មានទីពឹងអីទេមានតែបងប្អូនយើងនៅខាងក្រៅនឹងឯងដែលជួយគាត់បានព្រោះធីរីម្នាក់ឯងសុទ្ធសាធបាទគឺអត់មានអ្នកណាជួយគាត់បានទេហើយខ្ញុំម្នាក់ឯងដែរនៅក្នុងការជួយនេះគឺជាសមានចិត្តជួយនៅក្នុងការធ្វើម៉េចឲ្យសារតាក់ទងគ្នាហ្នឹងកុំឲ្យគាត់អត់បានដំណឹងអីសោះអានេះខ្ញុំជួយបានតែមួយផ្នែកហ្នឹងអាចជួយមេធាវីហ្នឹងក៏នៅតែជួយទៀតប៉ុន្តែវាមិនបានលឿនដូចចិត្តណាបងប្អូនឥឡូវរឿងបន្តទៀតថាតើទៅថ្ងៃមុខទៀតតើយើងគួរធ្វើយ៉ាងដូចម្ដេចជាការពិតណារឿងរបស់ធីរីនេះគឺជារឿងរបស់សហគមន៍យើងជួយឈឺឆ្អាលគ្នាទេព្រោះអីធីរីអត់មានទីពឹងទេនៅក្នុងពន្ធនាគារខ្ញុំបានសរសេរលិខិតតាមអ៊ីមែលទៅមេធាវីរបស់គាត់ហ្នឹងតាមការផ្ដាំផ្ញើរបស់ធីរីទេព្រោះធីរីចង់ពឹងឲ្យខ្ញុំជួយធ្វើជាអ្នកបកប្រែក្នុងការតាក់ទងសន្ទនាគ្នាប្រាប់មេធាវីគាត់នឹងគាត់អីចឹងទៅហើយខ្ញុំក៏បានស្ម័គ្រចិត្តមិនយកប្រាក់កម្រៃអីទេនៅក្នុងការធ្វើជាស្ពានចម្លងក្នុងការបកប្រែដើម្បីឲ្យមេធាវីនិងកូនក្តីបានជួបគ្នាហ្នឹងអាហ្នឹងអត់មានបញ្ហាប៉ុន្តែសារដែលបញ្ជាក់បែបនេះហ្នឹងក៏អត់ទាន់បានជោគជ័យនៅឡើយទេព្រោះអីមេធាវីគាត់អត់ទាន់ឆ្លើយតបខ្ញុំហើយខ្ញុំនឹងដើមសប្តាហ៍នេះខ្ញុំនឹងទូរស័ព្ទទៅក្រុមហ៊ុនមេធាវីនឹងដោយផ្ទាល់តែម្ដងដើម្បីរកមើលថាតើរឿងនេះវាយ៉ាងម៉េចទៅវិញដើម្បីឲ្យអស់ចិត្តព្រោះអីធីរីតាក់ទងអត់បានដែរបាទរឿងនេះយើងពិបាកបន្តិចដែរបងប្អូនស្ដាប់ទៅមិនអញ្ចឹងណាព្រោះវាហាក់បីដូចជាថាមេធាវីមានហើយកូនក្តីត្រូវការពឹងពាក់ប៉ុន្តែក៏ទៅមានការឆក់ល្វែងដោយសារមួយគាត់នៅក្នុងគុកមួយនៅក្រៅគុកហើយប្រព័ន្ធតាក់ទងគ្នាហ្នឹងក៏វាថាមិនស្រួលដូចយើងនៅក្រៅគុកយើងជិះឡានបើកឡានទៅស្នាក់ការមេធាវីណាត់ជួបអីចឹងទៅអាចជួបនិយាយគ្នាបានរាប់ម៉ោងផ្ទាល់អីចឹងបញ្ជូនឯកសារផ្ទាល់ដៃអីចឹងណាប៉ុន្តែដូចថាក្នុងគុកហើយគ្មានអ្នកណាជួយបានច្រើនទៀតចឹងក៏អាចមានការលំបាកនៅក្នុងការតាក់ទងគ្នានេះបាទរឿងមួយដែលធីរីបានផ្ដាំផ្ញើមកពីពន្ធនាគារហើយគាត់បាននិយាយទៅសាររាល់ពេលគាត់តែងតែផ្ដាំផ្ញើខ្ញុំនឹងឲ្យជួយអរគុណបងប្អូនយើងនៅខាងក្រៅនឹងដែលមានសមានចិត្តចំពោះគាត់ហើយនឹងចង់ជួយគាត់អីចឹងគាត់លើកទឹកចិត្តឲ្យបងប្អូនពីវនីវឲ្យបងប្អូនបន្តជួយគាត់ទៀតតាមលទ្ធភាពដែលអាចធ្វើបានក្នុងន័យថាជួយមើលតាមដានរឿងគាត់នឹងដើម្បីឲ្យរកយុត្តិធម៌ឲ្យគាត់តាមលទ្ធភាពដែលអាចធ្វើទៅបានអីចឹងទៅរឿងមួយទៀតដែលខ្លោចចិត្តបាទរឿងខ្លោចចិត្តមែនតើហ្នឹងគឺ
ដូចខ្ញុំបានជម្រាបថាពេលដែលមនុស្សម្នាក់ជាប់ពន្ធនាគារគឺយើងបាត់បង់សេរីភាពសពបែបយ៉ាងដោយសារតែតុលាការរកឃើញថាយើងមានពិរុទ្ធពីរឿងបទអក្រិតអីក៏ពិតមែនហើយក៏ប៉ុន្តែយើងអត់ត្រូវការបាត់បង់សិទ្ធិសេរីភាពនៅក្នុងការតាក់ទងសមាជិកក្រុមគ្រួសារជាទីស្រឡាញ់របស់យើងទេខ្ញុំថាឥឡូវនេះធីរីមានភ័ព្វវាសនាដោយសារតែខ្ញុំជួយភ្ជាប់ទំនាក់ទំនងគាត់ជាមួយនឹងម្ដាយគាត់ជាមួយនឹងធីរ៉ាបងស្រីគាត់ជាមួយនឹងឡៃឈៀបងចដូនមួយគាត់អីនៅកូរ៉េខាងបងអីចឹងទៅគាត់អាចនឹងតាក់ទងបានឮព័ត៌មានជជែកគ្នាអីនឹងជាប្រចាំដូចថាគាត់អត់ប្របាក់ផ្ញើសារតាមព្រៀប3ខែបណ្ដោះអីទេគឺថាភ្លាមគាត់និយាយភ្លាមខ្ញុំផ្ញើសារតាមសម្លេងទៅម្ដាយគាត់ឬក៏ធីរ៉ាបានភ្លាមដូច្នេះតាក់ទងគ្នាបានអាហ្នឹងគឺជាមិនមែនជាបញ្ហាប៉ុន្តែរឿងដែលសំខាន់បំផុតមនុស្សដែលជាទីស្រឡាញ់បំផុតរបស់ធីរីគឺកូនរបស់គាត់កូនប្រុសស្រីកូនស្រីពៅនិងកូនប្រុសបងរបស់គាត់ហ្នឹងគឺធីរីអត់ដែលបានតាក់ទងសំបីតែម្ដងហើយអ្វីដែលអត់អាចតាក់ទងគ្នាសំបីតែម្ដងហ្នឹងគឺសំបីតែរូបថតរបស់កូនដែលយើងដឹងថាឪពុកម្ដាយយើងនៅឆ្ងាយគ្នាបើថាយើងមិនបានជួបសម្លេងអីយើងចង់ឃើញរូបថតចង់ឃើញសកម្មភាពបើថានៅយើងនឹងអោបរឹតថើបឲ្យដូចថាឲ្យអស់ចិត្តនៃទំហំនៃក្តីនឹករលឹកណាព្រោះជាកូនជាក្រុមគ្រួសារជាសាច់ឯងអញ្ចឹងណាប៉ុន្តែដោយសារតែមានរឿងហ្នឹងគឺធីរីអត់អាចជួបកូនបានកូនហ្នឹងក៏មិនអាចនរណាម្នាក់យកទៅឲ្យគាត់ជួបមុខនៅក្នុងពន្ធនាគារដើម្បីគាត់បានដូចថាសួរសុខទុក្ខម្ដាយឬលេងដោយសារតែអីដោយសារតែគំនាបដោយសារតែគម្លាតនៃឥឡូវក្រុមកូនទាំងពីរហ្នឹងគឺស្ថិតនៅក្រោមការគ្រប់គ្រងអាណាព្យាបាលភាពរបស់ប្អូនរបស់សុធនគឺលោកអ៊ិនសុខេនតាមពិតទៅសុខេនក៏បានបីបាច់ថែរក្សាកូនទាំងពីរហ្នឹងក៏បានល្អណាស់គឺយើងគ្មានមន្ទិលអីទេថាគាត់ក៏យកចិត្តទុកដាក់មើលថែក្មួយរបស់គាត់ទាំងពីរហ្នឹងឲ្យបានល្អដែរព្រោះក្មួយកូនទាំងពីរហ្នឹងហៅគាត់ថាជា daddy ទី2ទៅហើយសុធនជា daddy ទី1ជាឪពុកទី1ហើយសុខេនហ្នឹងក៏បាននិយាយក្នុងតុលាការឲ្យថាក្មេងៗហ្នឹងស្រឡាញ់គាត់ដូចជាឪពុកបង្កើតដែរហើយនេះហើយគឺជារឿងដែលល្អសម្រាប់ក្មេងដែរដើម្បីឲ្យគ្នាមានភាពកក់ក្ដៅខ្ញុំក៏ជួយត្រេកអរដែរដែលក្មេងទាំងពីរបានរកសុខេនបានសុខេនជួយបីបាច់ថែរក្សាហើយក៏ថាឮថាអាចថានៅក្បែរជីដូនរបស់គាត់ដែរក៏ប៉ុន្តែរឿងដែលសំខាន់គឺកូនទាំងពីរនេះគឺមានភាពកក់ក្ដៅជាមួយនឹងគ្រួសារខាងប្តីក៏ពិតមែនហើយប៉ុន្តែធីរីអត់ដែលបានជួបសោះហើយឮថាអត់អាចជួបបានហ្នឹងគឺដោយសារតែមានមានបងប្អូនសហគមន៍យើងរហូតដល់ប៉ុណ្ណេះទៀតទៅបងប្អូនចង់ធានាសុំយកកូនក្មេងទាំងពីរហ្នឹងចេញសម្បត្តិយន្តហោះហើយនឹងថ្លៃស្នាក់នៅហូបចុកអីទាំងអស់ដឹកពីកាលីនេះយកទៅ Tennessee នៅឯពន្ធនាគារដើម្បីឲ្យធីរីបានឃើញមុខកូនបានតែម្ដងក៏បានដែរហើយគេសុកចិត្តចេញចឹងទាំងអស់ប៉ុន្តែធ្វើអត់បានដោយសារអីបើតាមតំណែងឮថាកូនដូចថាមិនអាចឲ្យខាងគ្រួសារខាងសុធនដែលអ្នកគ្រប់គ្រងថ្មីទៅលើកូនហ្នឹងថាមានដីកាតឡាការអីយ៉ាងម៉េចថាមិនឲ្យកូននឹងអាចនិយាយទៅគឺមានដីការរក្សាការពារហ្មងគឺមិនឲ្យម្ដាយនឹងមកក្បែរកូនបានអញ្ចឹងណាខ្ញុំកំពុងតែរកមើលសិក្សាស្វែងរកការពិតនៅពីក្រោយនឹងទៀតមើលថាតើវាមានរឿងអីឲ្យប្រកាសដែលម្ដាយមិនអាចជួបកូនបានហើយដីកាតឡាការហ្នឹងក៏មានឥទ្ធិពលប៉ុណ្ណានៅពេលដែលមនោសញ្ចេតនារបស់ម្ដាយនិងកូនហ្នឹងគឺអត់អាចជួបគ្នាបានជាការពិតហើយតឡាការចោទប្រកាន់គាត់ពីបទមនុស្សឃាតថាសម្រាប់ប្តីអីនឹងក៏ដោយប៉ុន្តែយើងឮតែមួយជ្រុងប៉ុន្តែធីរីក៏គាត់មានមួយជ្រុងរបស់គាត់ទៀតតែយ៉ាងណាសាលក្រមហ្នឹងវាអត់ទាន់ចូលជាស្ថាពរដែលថាគាត់ខ្លាយទៅជាតាន់ដិតស្ថាពរដោយតំណាងតុលាការកម្ពុជាឬអីណានោះទេនៅក្នុងនីតិវិធីប្តឹងជំទាស់ហន្តើដូច្នេះនៅក្នុងន័យហ្នឹងក៏ហេតុអីបានជាចង់និយាយថាគាត់អត់អាចជួបកូនគាត់បានឬក៏បើថាអ្នកណាយកទៅលេងគាត់ដើម្បីឲ្យគាត់បានជួបមុខកូនបងប្អូនកូនបង្កើតទោះជាយើងម្ដាយយើងជាអ្នកប្រព្រឹត្តអីក៏ដោយក៏ប៉ុន្តែម្ដាយនិងកូនហើយបើតាមឮធីរីថាអ្វីៗកើតឡើងហ្នឹងក៏ដើម្បីតែកូននឹងទៅទៀតឥឡូវអ្វីវាទៅជាលលាយសូន្យបងអស់ជាការគិតខ្លីរបស់គាត់ជាការពិតមែនហើយបើតាមយើងមើលប៉ុន្តែគាត់បានបកស្រាយច្រើនហើយដែលយើងធ្លាប់ឮតាមម្ដាយរបស់ធីរីឬក៏ធីរ៉ាដែលថាធីរីប្រាប់អំពីការដែលគាត់ការពារខ្លួនអីយ៉ាងម៉េចដោយសារតែគាត់ប្រាប់ថាប្តីរបស់គាត់នឹងគម្រាមសម្រាប់កូនហើយនឹងគាត់ហើយនឹងសម្រាប់ខ្លួនអីចឹងទៅឬគាត់បាននិយាយរឿងនេះដែរណាគាត់ថាដើម្បីកូនគឺជាអ្វីៗគ្រប់យ៉ាងសម្រាប់គាត់អញ្ចឹងគាត់ធ្វើដើម្បីការពារកូនគាត់អត់និយាយទៅគាត់ថាជីវិតគាត់លែងមានន័យអីទៅហើយនឹងចង់និយាយគាត់ចង់សម្លាប់ខ្លួនគាត់ច្រើនលើកច្រើនគ្រាលេបថ្នាំផងអីផងតែមិនស្លាប់ប៉ុន្តែរឿងកូនជីវិតកូនគាត់គឺគាត់ការពារលុះខ្សែដែរនឹងគាត់ចង់និយាយចឹងណាដល់ឥឡូវនៅពេលដែលគាត់គិតខ្លីបែបហ្នឹង
ការពារខ្លួនដើម្បីកូនអីអញ្ចឹងប៉ុន្តែធ្វើឲ្យប្តីស្លាប់វាទៅជាគាត់អត់អាចនឹងជួបកូននឹងបានតតែសោះតែម្ដងហើយអត់ជួបបានហ្នឹងកុំថាឡើយដល់ទៅជួបមុខផ្ទាល់សូម្បីតែរូបថតកូនក៏អត់ទាន់បានទទួលបានមើលគាត់ថាឥឡូវក៏ផ្ដាំផ្ញើមួយយ៉ាងដែរគាត់ផ្ដាំផ្ញើឲ្យប្អូនស្រីគាត់ធីរ៉ាហ្នឹងគឺទៅមើល Facebook របស់សុខេនអ៊ិនដែលជាឪពុកមារបស់កូនតូចរបស់គាត់ហ្នឹងហើយឃើញបើរូបគេប្រហោះណាថ្មីព្រោះគាត់ខានជួបយូរដែរគាត់នឹករលឹកទៅឃើញកូនចង់បានរូបថតហ្នឹងយកមកស្ទាបអង្អែលមើលដែរព្រោះវាគ្មានអីថាអាចជួបមុខកូនបានផ្ទាល់អោបថើបពេញដើមទ្រូងអីណាទេព្រោះនៅជាប់ពន្ធនាគារអស់មួយជីវិតហើយថាមានដីកាតុលាការណាថាมันអាចរក្សាការពារมันអាចឲ្យជួបគ្នាបានចេះទៀតគឺធ្វើឲ្យគាត់ថាបើបានតែត្រឹមរូបថតហ្នឹងក៏ជួយគាត់បានច្រើនដែរប៉ុន្តែរូបថតហ្នឹងក៏អត់ទាន់បាននេះដែរព្រោះគាត់កំពុងតែផ្ដាំផ្ញើទៅបងអូនស្រីរបស់គាត់ឲ្យថាគេយករូបថត download ពី website ពី Facebook របស់សុខេនហ្នឹងទៅ print វាទៅហើយបញ្ជូនទៅពន្ធនាគារដើម្បីឲ្យគាត់បានមើលបាទរឿងនេះគឺអត់ទាន់បានធ្វើនៅឡើយប៉ុន្តែគាត់បង្ហាញអំពីការនឹករលឹកកូនខ្លាំងមែនតើហើយចំណុចមួយនេះដែលខ្ញុំជាឪពុកខ្ញុំមានកូនដូចគ្នាខ្ញុំអត់និយាយពីរឿងទោសទណ្ឌអ្នកណាប្រព្រឹត្តអីទេហើយសូមឲ្យអំណាចតុលាការរកការពិតបន្ថែមទៀតនៅតុលាធរសាលាធរនិងតុលាការកពូលអីផ្សេងទៀតប៉ុន្តែខ្ញុំនិយាយអំពីឪពុកខ្ញុំនិយាយពីចំណងគ្រួសារខ្ញុំធ្លាប់បែកកូនខ្ញុំ5ឆ្នាំគ្រួសារខ្ញុំ5ឆ្នាំពេលដែលខ្ញុំមកអាមេរិកអត់ដែលបានជួបគ្នា5ឆ្នាំខ្ញុំយល់អំពីទំហំតើយើងបេះដូងយើងប្រហោងយើងធ្លុះធ្លាយយើងវាកំសត់ប៉ុណ្ណាវាដូចថាលហលហេវលវឹងលវើយគ្មានទិសដៅគ្មានគោលដៅណាវាយកស្អីមកបិទក៏បិទមិនបានដែរគឺតតែបានជួបគ្រួសារតតែបានសូម្បីតែការខ្ញុំឃ្លាតពីគ្រួសារខ្ញុំ5ឆ្នាំដែលខ្ញុំចាក់ចោលមកអាមេរិកហ្នឹងទៅគាត់នៅខាងប្រទេសកម្ពុជាហ្នឹងគឺតាក់តងគ្នាតាម Skype ឃើញរូបឃើញអីគ្នាសឹងតែរាល់និយាយទៅសឹងតែរាល់ថ្ងៃគឺថាមួយថ្ងៃម្ដងយ៉ាងហោចគឺមិនដែលដាច់ក៏ដោយក៏មិនស្មើនឹងបានអោបបានថើបបានអីផ្ទាល់ដៃនិយាយផ្ទាល់គ្នាកាន់ដៃគ្នា you know អារឿងហ្នឹងដែលជារឿងដែលសំខាន់មួយដែលមិនគួរណាគាត់បាត់បង់អ្វីៗគ្រប់យ៉ាងហើយមកបាត់បង់អារបស់ចុងក្រោយនៃជីវិតរបស់គាត់ទៀតណារឿងនេះបងប្អូនណាទាំងអស់ដែលបានដឹងរឿងនេះហើយបើអាចធ្វើបានបងប្អូនថ្កោលទោសធារីតាមអំណាចចិត្តរបស់បងប្អូនខឹងចោះអត់អីទេព្រោះធារីសម្រាប់ប្តីនេះគឺជាអំពើមិនអាចលើកលែងបានទេគឺជាអំពើខូខើព្រៃផ្សៃហួសនិស័យមនុស្សហើយព្រោះអ្នកណាក៏មិនអត់ឱនបានដែរបើសិនជាយើងលឺណាក៏ប៉ុន្តែសូមឲ្យបងប្អូនថ្កោលទោសគាត់នៅក្នុងន័យថាបងប្អូនមិនបានដឹងរឿងមួយជ្រុងទៀតអំពីខ្សែជីវិតអំពីបញ្ហាផ្លូវចិត្តរបស់គាត់ឥឡូវឲ្យបងប្អូនថ្កោលទោសថាមិនបានដឹងរឿងគាត់មកខាងទៀតក៏ដោយចោះមិនបាច់គ្រប់គ្រងគាត់ពីរឿងចំហផ្លូវចិត្តអីប៉ុន្តែបងប្អូនសាកដាក់ចិត្តទៅគិតទៅមើលថាម្ដាយនិងកូនអាចជួបគ្នាបានរយៈពេលច្រើនឆ្នាំមកហើយនេះតើផ្លូវចិត្តគាត់យ៉ាងដូចម្ដេចទៅវិញតើយើងមានចិត្តជាមនុស្សដែលអាចធ្វើអញ្ចឹងបានទេខ្ញុំថាថ្កោលទោសគាត់ចោះប៉ុន្តែគាត់មិនគួរណាបាត់បង់សេរីភាពនៅក្នុងការសូម្បីតែជួបមុខកូនបើសិនជាមានអ្នកណាទៅប្រាប់ម្ដាយឬក៏ឪពុកមាឬក៏អ្នកណាក៏ដោយថាម្ដាយនឹងចិត្តខូខើឬក៏សាហាវព្រៃផ្សៃអីយ៉ាងណាក៏ដោយតែយើងអាចប្រាប់កូនប៉ុន្តែកូនជាឈាមជ័ររបស់គាត់ហើយក៏គួរយល់ឲ្យដឹងថាអ្វីដែលកើតឡើងគឺគាត់ថាដើម្បីការពារកូនប៉ុន្តែឥឡូវគាត់អាចជួបកូនបានតើគាត់នៅសល់សង្ឃឹមអីទៀតព្រោះអាសេចក្តីសង្ឃឹមចុងក្រោយរបស់គាត់គឺដើម្បីបានជួបកូនដើម្បីឲ្យជីវិតកូននឹងមាននៅលើโลกនេះដែលគាត់អាចសង្ឃឹមគាត់ស្លាប់ក៏មិនអីដែរណាប៉ុន្តែឥឡូវនេះដោយសារតែស្ថានភាពតុលាការស្ថានភាពផ្លូវច្បាប់នេះគឺគាត់អាចជួបចឹងបងប្អូនដែលដឹងរឿងនេះបងប្អូនធ្វើតាមលទ្ធភាពដែលអាចធ្វើទៅបានតាមចំណេះជំនាញផ្ទាល់ខ្លួនតាមវិធីតស៊ូមតិតាមសហគមន៍របស់បងប្អូនធ្វើយ៉ាងម៉េចក៏ដោយគឺដោះស្រាយធ្វើយ៉ាងម៉េចឲ្យជួយធ្វើយ៉ាងម៉េចកូនគាត់បានទៅជួបគាត់តែម្ដងក៏បានដែរខ្ញុំនិយាយរឿងនេះគឺខ្ញុំខ្លោចចិត្តដូចខ្ញុំនិយាយចឹងជាឪពុកហើយខ្ញុំម្ដងទៀតថ្កោលទោសគាត់តាមបែបចិត្តរបស់បងប្អូនចង់ថ្កោលទោសគាត់ចុះហើយខ្ញុំមិនទោមិនមិនទៅខឹងសម្បាឬក៏គិតថាមិនសមហេតុផលអីទេបងប្អូនចង់ជេរគាត់យ៉ាងម៉េចក៏បានដែរប៉ុន្តែម្ដងនេះដូចខ្ញុំជម្រាបចឹងគឺយើងទុកអារឿងព្រមមិនតាន់នឹងមួយឡែកសិនតែនិយាយពីមនោសញ្ចេតនាគ្រួសាររវាងម្ដាយនិងកូនសិនបងប្អូនមិនតាន់មានកូន